សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង្កើត email ផ្ទាល់ខ្លួនដោយប្រើទូរស័ព្ទដៃឥឡូវនេះខ្ញុំបើកមកក្នុង app Safari បន្ទាប់មកយើងអាចយកពាក្យ search ហើយដាក់ពាក្យថា email បន្តមកទៀតអ្នកទាំងអស់គ្នាអាចយកពាក្យ email create អូខេនៅពេលដែលយើងចូលមកដល់ក្នុងកន្លែងនេះយើងអាចយកពាក្យ create Gmail account តទៅទៀតយើងអូសចុះ home ហើយយើងឃើញពាក្យ create an account អ្នកទាំងអស់គ្នាអាច select នៅលើនឹងមកបន្ទាប់មកវានឹងចូលមកទម្រង់បែបនេះអ្នកទាំងអស់គ្នាអាចយកពាក្យ create account បានហើយយកពាក្យ for my personal account ពេលដែលវាចេញអញ្ចឹងមកយើងអាចបំពេញឈ្មោះនាមតកូលហើយនឹងឈ្មោះរបស់យើងដាក់ឈ្មោះអ្នកទាំងអស់គ្នាមកនៅពេលដែលយើងបំពេញរួចរាល់ហើយយើងអាចយកពាក្យ next បន្ទាប់មកវាចេញពាក្យថ្ងៃខែឆ្នាំកំណើតអានេះគឺយើងអាចដាក់ធម្មតាក៏បានដាក់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដក៏បានដែរអញ្ចឹងអានេះខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាមើលខ្ញុំដាក់តាមបែបនេះអូខេបន្តមកទៀតយើងយកពាក្យ next ចំពោះនេះគឺវាចេញជាទម្រង់ឲ្យយើងស្រាប់ប៉ុន្តែក៏វាឲ្យយើងរើសដែរថាយើងចង់បង្កើតជាឈ្មោះខ្លួនឯងឬក៏អត់ចឹងណាអញ្ចឹងបើយើងអត់ចង់បង្កើតខ្លួនឯងទេយើងយករបស់គេឲ្យក៏បានដែរអញ្ចឹងអានេះខ្ញុំសាក select យកកដាលបន្ទាប់មកយើងយកពាក្យ next បន្តទៀតបន្ទាប់មកគេឲ្យយើងវាយ password អញ្ចឹងពេលដែលយើងវាយ password រួចហើយយើងអាចគេនឹងឲ្យយើង recover email address អញ្ចឹងទៅយើងអាចដាក់ក៏បានអត់ដាក់ក៏បានអញ្ចឹងខ្ញុំចុចយកពាក្យ next អូខេឥឡូវ account យើងគឺរួចរាល់ហើយយើងយកពាក្យ agree អូខេតទៅទៀតយើងបាន email មួយប្រើដោយងាយមែនតើអានេះគឺជាការបង្កើត email ខ្លួនឯងដល់ចាំបាច់ប្រើកុំព្យូទ័រមានតែទូរស័ព្ទដៃមួយគឺយើងអាចប្រើបានមកអូខេអញ្ចឹងគ្រប់យ៉ាងគឺរួចរាល់អញ្ចឹងនេះគឺជា email ថ្មីដែលយើងបង្កើតមិញ yes មានឈ្មោះមាន Gmail មានអីចឹងទៅអញ្ចឹង email គឺបង្កើតរួចរាល់ហើយបើអ្នកទាំងអស់គ្នាមានចម្ងល់អ្នកទាំងអស់គ្នាអាច comment សួរខាងក្រោមបើខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាពីរបៀបបង្កើត channel YouTube អូខេអញ្ចឹងអត់មានអីទៀតទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតដើម្បីបង្ហាញទៅអ្នកទាំងអស់គ្នាអូខេកុំភ្លេចជួយ subscribe អ្នកមួយផងណាអរគុណ